ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងចេញទៅបានមួយដើមទៀតបងប្អូនយើងអរគ្នារៀបចំជូនបងអតិថិជនដែលឈ្មោះ Facebook របស់គាត់ដូចខ្ញុំបង្ហាញនៅលើវីដេអូរបស់ខ្ញុំចឹងបងប្អូនយើងអរគ្នាតើតើជាមួយប្រភេទអំភ្លីនេះគឺអេមខ្លាំងមែនទែនបងប្អូនជាប្រភេទអំភ្លីຂະຫນាតរបស់វាទទឹងហ្នឹងគឺ19មកទឹក9បដោយរបស់វាហ្នឹងគឺ38ឬក៏3ទឹក8បងប្អូនយើងអរគ្នាតើតើជាមួយប្រភេទអំភ្លីនេះគឺជាប្រភេទអំភ្លីប្រើដុំភ្លើងបងប្អូនយើងអរគ្នាណាប្រភេទអំភ្លីកម្លាំងវ៉ាត់ខ្លាំងគឺប្រើដុំភ្លើងចឹងហើយហើយតកតងជាមួយនឹងប្រភេទអំភ្លីនេះលើពីនេះវាមានមុខងារច្រើនទៀតបងប្អូនតកតងជាមួយនឹងមុខងារ Echo Reverb Delay ដែលជំនួយឲ្យការច្រៀងហ្នឹងគឺកាន់តែព្រោះទៀតបងប្អូនអ្នកនរគ្នាតកតងជាមួយប្រភេទអំភ្លីហ្នឹងណាហើយតកតងជាមួយនឹងការប្រើប្រាស់របស់វាទៀតបងប្អូនតកតងជាមួយនឹង volume កន្លែងហ្នឹងបងប្អូនតកតង volume កន្លែងនេះគឺជា volume សម្រាប់គ្រប់គ្រងសំឡេងបាសដែលបងប្អូនបាញ់ពីទូបាញ់ Bluetooth ពីទូរស័ព្ទបងប្អូនមកឬក៏ចាក់ memory ចាក់អីហ្នឹងគឺយើង control សំឡេងបាសបុកធ្ងន់បុកស្រាលសំឡេងថប់សំឡេងជ្រះគឺនៅលើ volume 3ឬក៏4ដែលខ្ញុំគូវងជុំវិញហ្នឹងគឺជា volume សម្រាប់គ្រប់គ្រងជាមួយកម្រិតសំឡេងតន្ត្រីហើយតកតងជាមួយនឹង volume របស់ក្បាលមីក្រូបងប្អូនកន្លែងនេះខ្ញុំគូវងនេះកន្លែងនេះហ្នឹងគឺសម្រាប់ control ជាមួយនឹងក្បាលមីក្រូទាំងអស់បានន័យថាសំឡេងក្បាលមីក្រូ analog echo analog តិច analog ស្រាល repeat reverb សំឡេងខ្ទរបែបអីហ្នឹងគឺយើងគ្រប់គ្រងតែផ្នែកខាងនេះហ្នឹងគឺសម្រាប់តែក្បាលមីក្រូទេបងប្អូនអ្នកនរគ្នាឥឡូវថាបងប្អូនយើងមកមើលផ្នែកខាងក្រោយរបស់វាទៀតនេះបងប្អូននេះជាប្រភេទអំភ្លីប្រើដុំភ្លើងកម្លាំងម៉ាស៊ីនបាសខ្លាំងជាប្រភេទម៉ាស៊ីនធំខ្លាំងមែនទែនបងប្អូនហើយតកតងជាមួយប្រភេទអំភ្លីនេះគឺគុណភាពខ្ពស់ធន់ជាមួយនឹងការប្រើខ្លាំងមែនទែនហើយសម្រាប់បងប្អូនដែលប្រើយូរឆ្នាំខូចកន្លែងដុំវាធំនេះគឺបងប្អូនអាចផ្លាស់ប្ដូរមកសំណុំដូចអំភ្លីថ្មីតែម្ដងបងប្អូនតកតងជាមួយប្រភេទអំភ្លីហ្នឹង